ក្តីញញឹមការពារវប្បធម៌ជាដួងព្រលឹងដោយក្តីសង្ឃឹមនិងភាពជឿជាក់អាណាចក្រខ្មែរពូកែសាងសង់ប្រាំងថ្មស៊ីម៉ងរੂរាយរាំងទាំងថ្មចេញនិយាយមហាអច្ឆរិយៈថ្វាយព្រះសេវៈចាឆ្លាំងសាវតាថ្មស្រង់ទឹកភ្នែកព្រោះបែកបាំងអង្គចោសៀមទួរយូគ្មានក្តីមេត្តាថ្មឈរនៅស្ងៀមពាន់ឆ្នាំហើយណាព្រិចឯងប្រហាអើយបាំងខ្ចាត់ខ្ចាយឯងត្រូវទំនាយនឹងបន់ដាំងសាប្រមាទដូនតាវិនាងអន្តរាយបាត់អក្តីសុខជួបទុកឥតស្បាយកិញពុំរួចឡើយពូជសៀមថោកទៀមឯងត្រូវទំនាយនឹងបន់ដាំងសាប្រមាទដូនតាវិនាងអន្តរាយបាត់អក្តីសុខជួបទុកឥតស្បាយកិញពុំ